ក្មេងស្រីអាយុ4ឆ្នាំដែលទៅឆ្កែបែកហ្សែបាទទាំងវងខំហ្នឹងលបួសធ្ងន់ធ្ងរណាបាទលបួសធ្ងន់ធ្ងរណាមិនដឹងជាគ្នាឈឺចាប់ប៉ុណ្ណាបាទហើយម្ចាស់ឆ្កែនេះបាទត្រូវតែទទួលខុសត្រូវមុខច្បាប់ហើយម្ចាស់ឆ្កែខ្លះអាឆ្កែខំគេចឹងហើយកាន់ជើងឆ្កែទៀតមកជេរអាអ្នកដើរតាមផ្លូវហ្នឹងទៀតមកជេរអាអ្នកជិះម៉ូតូអ្នកជិះកង់ទៀតមានអាខ្លះលើវាកាន់ជើងឆ្កែដល់ថ្នាក់ហ្នឹងអញ្ចឹងវាបានចិត្តបាទប្រឡែងឆ្កែដើរខំគេតែផ្ដេសតែផ្ដាស់និយាយទៅគ្រាន់តែថាគេថាសងបាទសងថ្លៃព្យាបាលថ្លៃមើលជំងឺអីចឹងទៅរហូតដល់ជាប៉ុន្តែបាទចុះភាពឈឺចាប់គ្នាណាត្រូវសងជំងឺចិត្តទៀតអានេះតាមមតិយោបល់ខ្ញុំទេខ្ញុំមិនមែនអ្នកច្បាប់ទេប៉ុន្តែរឿងដែលប្រឡែងឆ្កែនេះយើងចិញ្ចឹមឆ្កែកាចយើងប្រឡែងបាទប្រឡែងប៉ាណាប៉ាណីហើយមិនមានមកករណីហ្នឹងទេកន្លងមកមានច្រើនណាស់ខ្ញុំចង់និយាយទៅកាន់ម្ចាស់ឆ្កែមួយចំនួនចិញ្ចឹមឆ្កែណាខ្ញុំស្អប់ណាស់អាចិញ្ចឹមឆ្កែប្រឡែងប្រេះផ្ដាស់ហ្នឹងដល់ពេលខំគេហើយតាំងថាសងលុយណែសងចាក់ថ្នាំចុះអាដែលយើងឈឺនេះណាឈឺរាប់ខែរាប់ឆ្នាំហើយប៉ះពាល់ទៅដល់ខួរក្បាលបើសិនជាសតិអារម្មណ៍បើដូចក្មេងអាយុ4ឆ្នាំនៅខេត្តកោះកុងហ្នឹងអញ្ចឹងចេញពីរៀនមកឆ្កែរោមខាំបាទហើយគេថាម្ចាស់ឆ្កែគេទទួលខុសត្រូវទទួលខុសត្រូវគ្រាន់តែចាក់ថ្នាំមើលថែឲ្យណាំពេទ្យព្យាបាលអញ្ចឹងទេបាទបើសិនជាខ្ញុំជាឪពុកម្ដាយក្មេងវិញខ្ញុំមិនដឹងជាឈឺចាប់ប៉ុណ្ណាទេហើយក្មេងហ្នឹងមិនដឹងជាថ្ងៃមុខមិនទេបាទមិនដឹងជាគ្នាត្រូវប៉ះពាល់កសែប្រសាទផងឬក៏អាចពិការអាចមិនណាចុះខាតបង់ពេលវេលាណាខ្ញុំគិតថាច្បាប់គួរតែមានវិធានការទៅលើម្ចាស់ឆ្កែមិនមែនថាឲ្យចាប់ដាក់គុកទេប៉ុន្តែត្រូវមានវិធានការណាថាអាចនឹងពង្រឹងថាឲ្យកុំឲ្យតែម្ចាស់ឆ្កែបានចិត្តថ្ងៃក្រោយមានអ្នកប្រឡែងហើយហោហែមកឆ្កែដើរខំគេសូម្បីតែខ្ញុំហ្នឹងក៏ធ្លាប់ឆ្កែខំដែរហើយខ្ញុំស្អប់ណាស់ឆ្កែកាចសត្វកាចមិនថាឆ្កែមិនថាសត្វអីស្អប់ហ្មងបាទបើខំគេឲ្យទុកវាទៅអីបាទហើយប្រឡែងម្ចាស់ហ្នឹងដឹងចឹងទៀតតែឆ្កែទាំងវងនៅឮថាឆ្កែបែកហ្សែពូជ Husky អីលើប្រឡែងមកទាំងវងឲ្យខំគ្នាចឹងអាណោយអាធំណាឥឡូវសម្រាប់បងប្អូនវិញយល់យ៉ាងណាដែរបើសម្រាប់ខ្ញុំគ្រាន់តែថាឲ្យលុយចាក់ថ្នាំព្យាបាលខ្ញុំថាដូចជាអត់គ្រប់គ្រាន់ទេបងប្អូនគួរតែមានដាក់វិធានការច្បាប់ណាមួយទៅលើម្ចាស់ឆ្កែបាទព្រោះបើមិនចឹងទេថ្ងៃក្រោយមានអ្នកមានលុយក៏ឆ្កែចិញ្ចឹមឆ្កែពូជថ្លៃរាប់រយរាប់ពាន់ដុល្លារខំគេឲ្យព្យាបាលខំគេក្រោយបងលុយរហូតចឹងទៅអញ្ចឹងដល់ពេលអញ្ចឹងវាមានខ្លាចអីវាប្រឡែងទៀតអញ្ចឹងខ្ញុំចង់និយាយថាបាទការប្រឡែងឆ្កែនេះត្រូវម្ចាស់ទទួលខុសត្រូវតែបើមានប្រាក់ទោសឲ្យធ្ងន់ធ្ងរទេកាន់តែល្អអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋហើយខ្ញុំឃើញរូបភាពឃើញវីដេអូបាទក្មេងដែលអាយុ4ឆ្នាំនោះខ្ញុំអាណិតអាណោះធំណាស់អញ្ចឹងមកខ្ញុំចេញនិយាយខ្ញុំក៏ឃើញវាគ្រោះថ្នាក់ច្រើន